តាំងពីខ្ញុំនៅស្រុកខ្មែរគឺខ្ញុំមិនដែលនៅជាមួយប៉ារបស់ខ្ញុំទេទៅតែថ្មីនេះពេលដែលគាត់មកនៅសហរដ្ឋអាមេរិកទៅយើងមកនៅជាមួយគ្នាពេលដែលគាត់មកដល់អាមេរិកដំបូងខ្ញុំព្យាយាមនិយាយអីជាមួយគាត់ធ្វើដូចមិនដឹងមិនលឺដូចជាយើងនិយាយមួយគាត់អត់ខ្វល់ហ្មងហើយខ្ញុំគិតថាប្រហែលជាគាត់មិនសប្បាយចិត្តនៅអាមេរិកឬក៏គាត់ធុញគាត់ stress ឬក៏គាត់អីខ្ញុំអត់យល់ទេប៉ុន្តែឥឡូវទៅខ្ញុំដឹងថាការពិតប៉ារបស់ខ្ញុំមានបញ្ហាត្រចៀកទាំងសងខាងកម្រិតធ្ងន់ធ្ងរអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេគឺប៉ារបស់ខ្ញុំតិចទាំងសងខាងគឺធ្ងន់មានន័យថាគាត់ចាប់ផ្ដើមបាត់សម្លេងម្ដងបន្តិចរហូតដល់លក្ខណៈធ្ងន់ធ្ងរដោយអ្នកទាំងអស់គ្នាឃើញនៅក្នុងរូបភាពអញ្ចឹងខ្សែបន្ទាត់នេះគឺគាត់ចូលលក្ខណៈធ្ងន់ធ្ងរហើយបើតិចយើងឮសម្លេងធម្មតាគឺនៅក្នុងរង្វង់បោះស្វាយហ្នឹងប៉ុន្តែមើលរបស់គាត់ណោះគឺធ្លាក់រហូតដល់4កាំអញ្ចឹងមានការលំបាកជាច្រើនដែលយើងរស់នៅជាមួយគាត់គឺគាត់អត់ដឹងថាពេលដែលគាត់និយាយមកយើងគឺគាត់និយាយខ្លាំងមែនតើហើយយើងត្រូវតែឆ្លើយតបជាមួយគាត់ខ្លាំងដូចគ្នាជាពិសេសនៅពេលដែលគាត់បើកសម្លេង TV អីគឺគាត់បើកខ្លាំងមែនតើធ្វើឲ្យយើងពិបាកទទួលយកនៅក្នុងការរស់នៅជាមួយគាត់ហ្មងណាតែអ្វីដែលកាន់តែពិបាកហ្នឹងគឺគាត់អត់ដឹងខ្លួនថាគាត់ធ្វើអីក៏ដោយគឺគាត់ធ្វើខ្លាំងមែនតើហើយខ្ញុំដឹងអ្នកដែលពិបាកជាងគេបំផុតហ្នឹងគឺជាគាត់ត្រូវសម្របខ្លួននៅប្រទេសថ្មីវប្បធម៌ថ្មីភាសាថ្មីហើយមកប៉ះតិចគាត់ធ្ងន់ទាំងសងខាងទៀតអញ្ចឹងបានជាគាត់អត់ចង់ទៅណាទេគឺគាត់ចង់ទៅនៅផ្ទះតែមួយគត់ភាគច្រើនបើគេអត់ដឹងពីអាការៈជំងឺរបស់គាត់ទៅដល់ណាក៏គេប្រកាន់គាត់ដែរបន្ទាប់ពីខ្ញុំនាំគាត់ទៅពេទ្យហើយយល់ពីអាការៈរបស់គាត់ខ្ញុំបានបង្ហោះ Facebook ឲ្យមិត្តភ័ក្តិនិងអ្នកណាគេដែលនៅជុំវិញខ្លួនខ្ញុំបានឃើញគាត់យកយល់អព្យាស្រ័យគាត់ផងបន្ទាប់ពីពិគ្រោះជំងឺរបស់គាត់ជាមួយគ្រូពេទ្យហើយគ្រូពេទ្យគេឲ្យគាត់ពាក់ hearing aid គឺជាឧបករណ៍មួយយ៉ាងពាក់ដូចជាកាសអញ្ចឹងនៅពេលដែលយើងពាក់ទៅគឺតិចយើងនឹងឮធម្មតាដូចគេដូចឯងហើយអ្វីដែលធ្វើឲ្យខ្ញុំប៉ះពាល់ចិត្តជាងគេបំផុតនោះគឺពេទ្យឲ្យខ្ញុំបកប្រែគាត់ថាពេទ្យគេនិយាយថាកាលពីមុនពិភពលោករបស់ពូគឺស្ងាត់ទៅឥឡូវនេះពិភពលោករបស់ពូបានត្រឡប់មកវិញហើយស្ដាប់មើលទៅរំជួយចិត្តអីបងប្អូនខ្ញុំឡើងរំជួយចិត្តចង់សក់ទឹកភ្នែកហ្មងណា3អាទិត្យទៀតគឺយើងនឹងទៅយក hearing aid ពាក់លើត្រចៀករបស់គាត់ពេលដែលខ្ញុំទៅយកគឺខ្ញុំនឹងថតវីដេអូបន្តទៀតឲ្យអ្នកទាំងអស់គ្នាមើលហើយតើ hearing aid មួយគូហ្នឹងតម្លៃប្រហែលដែរបងប្អូនដែលនៅមីនីសូតាកុំភ្លេចយកអ្នកបកប្រែគាត់ល្អខ្លាំងមែនតើខ្ញុំរេតគាត់9លើ10តែខ្ញុំភ្លេចឈ្មោះគាត់បាត់ហើយវីដេអូហ្នឹងក៏ចង់ប្រាប់ទៅប៉ាដែរខ្ញុំសុំទោសប៉ាឯងខ្ញុំអត់ដឹងថាការពិតប៉ាឯងកំពុងតែរងការឈឺចាប់នៅភាពស្ងប់ស្ងាត់របស់ប៉ាឯងហ្នឹងឯងខ្ញុំស្មានតែប៉ាឯងហ្នឹងបង្ងើយកតើបើខ្ញុំពេលដែលខ្ញុំនិយាយអីមួយប៉ាឯងធ្វើមិនដឹងធ្វើមិនលឺអញ្ចឹងណាតែតាមការពិតទៅជាប៉ាឯងគឺធ្ងន់ទៅហើយវីដេអូហ្នឹងចង់ប្រាប់អ្នកទាំងអស់គ្នា Don't wait until it's too late take care of your parent កុំរងចាំនៅពេលដែលគាត់បាត់បង់ទៅប្រយ័ត្នស្ដាយក្រោយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេច like and share វីដេអូក្រោយយើងនឹងជួបគ្នាតើតម្លៃ hearing aid នឹងអស់ប្រហែលដែរ Bye